ចាគ្រប់នឹងជំរាបសួរថ្ងៃនេះផងដែរនាងខ្ញុំនឹងបង្ហាញអំពីវិធីសាស្ត្រក្នុងការធ្វើម៉ាស់បិទមុខបែបធម្មជាតិងាយងាយស្រួលស្រួលហើយអ្វីដែលសំខាន់គ្រឿងផ្សំយើងគឺមានតែ3មុខទេណាបងប្អូនណាហើយវាជាគ្រឿងផ្សំដែលងាយស្រួលរកខ្លះមែនតើចានាងខ្ញុំនឹងបង្ហាញជូនបងប្អូនណាចានេះគឺជាពងមាន់ណាបងប្អូនណាបងប្អូនអាចមានពងមាន់ស្រែក៏បានឬក៏ពងមាន់ក្រហមក៏បានដែរណាចាបងប្អូនអាចយកមកធ្វើជាម៉ាស់បិទមុខបានហើយមួយវិញទៀតគឺកាហ្វេឆុងញ៉ាំចាកាហ្វេយើងឆុងញ៉ាំធម្មតាហ្នឹងបងប្អូនអាចជ្រើសរើសយកកាហ្វេមួយណាក៏បានដែរណាមិនថាតែកាហ្វេនេះឬក៏កាហ្វេក្រៅពីហ្នឹងក៏អាចធ្វើម៉ាស់បិទមុខបានដែរណាបងប្អូនណាចាហើយមួយវិញទៀតគឺមាននៅក្នុងផ្ទះយើងស្រាប់នោះគឺក្រូចឆ្មាចាអត់ពិបាករកទេគ្រឿងផ្សំងាយងាយខ្លាំងមែនតើចាគឺថាធ្វើម៉ាស់បិទមុខបែបធម្មជាតិនេះគឺវាផ្ដល់សំណើមដល់ផ្ទៃមុខធ្វើឲ្យផ្ទៃមុខយើងហ្នឹងកលូស្អាតហើយវាបន្តឹងស្បែកមុខយើងកុំឲ្យមានភាពជ្រឿជ្រួញចាគឺផ្ទៃមុខយើងសភ្លឺមាត់រលោងណាចាដើម្បីកុំឲ្យយូរនាងខ្ញុំនឹងបង្ហាញនៃការធ្វើរបៀបម៉ាស់បិទមុខបែបធម្មជាតិនេះជាដំបូងគឺយើងយកពងមាន់ណាចាគឺយើងគូសវាមកបងប្អូនចាពងមាន់បងប្អូនអាចយកថង់កសក៏បានថង់ក្រហមក៏បានដែរអីទេចាបងប្អូនយកមកល្មមណាចាគឺពងមាន់ចំនួនមកមួយមកសុទ្ធហ្នឹងចាតបមកទៀតកាហ្វេចានេះគឺកាហ្វេគឺយើងហែកដាក់មកល្មមមកបងប្អូនអាចមើលតាមជាក់ស្ដែងថាបងប្អូនធ្វើម៉ាស់បិទមុខហ្នឹងមុខយើងធំឬក៏តូចយើងធ្វើចង់បានច្រើនឬក៏តិចអីអាស្រ័យលើបងប្អូនធ្វើខ្លួនឯងណាចាគឺនេះគឺខ្ញុំសុំចាក់មកស្ព្រាបាយណាចាគឺម៉ាស់បិទមុខបែបធម្មជាតិនេះងាយងាយមែនតើចាបន្ទាប់មកទៀតក្រូចឆ្មាចាបរិមាណក្រូចឆ្មាគឺយើងយកទៅមួយចំណិតទេណាបងប្អូនណាចាក្រូចឆ្មាគឺវាផ្ដល់សារធាតុចិញ្ចឹមច្រើនតែដល់វីតាមីន C ដល់ស្បែកមុខណាគឺវាជួយកម្ចាត់បាក់តេរីចាស់ចោលហ្នឹងណាចាគឺយើងយកមួយចំណិតមកបន្ទាប់ពីហ្នឹងហើយបងប្អូនយកលបាយហ្នឹងណាកូរច្របល់ចូលគ្នាមកណាចាបងប្អូនយកច្របល់ចូលគ្នាមកលបាយហ្នឹងតពីច្របល់ចូលគ្នាម៉ត់ល្អហើយបងប្អូនយកមកបិទនៅលើផ្ទៃមុខយើងណាទុករយៈពេល15នាទីទៅ20នាទីសម្លៀងសម្អាតជាមួយនឹងទឹកស្អាតចេញបងប្អូនធ្វើវិធីសាស្ត្រនេះក្នុងរយៈពេល2-3 ដងក្នុងមួយសប្តាហ៍បងប្អូននឹងឃើញលទ្ធផលថាមុខយើងនឹងប្រែជាកឡូស្អាតសតឹងណែនភ្លឺរលោងតែម្ដងណាបងប្អូនកុំភ្លេចអនុវត្តទាំងអស់គ្នាម៉ាស់នេះគឺវាអត់មានពិបាកបិទអីទេណាបងប្អូនណាគឺយើងគ្រាន់តែកូរវាឲ្យម៉ត់ណាខ្លាយទៅជាលបាយតែមួយគឺយើងយកមកបិទនៅលើផ្ទៃមុខយើងជាការស្រេចអីគឺយើងយកមកបិទនៅលើផ្ទៃមុខយើងហើយទុករយៈពេល15នាទីទៅ20នាទីសម្លៀងសម្អាតចេញនិយាយរួមទៅវាបន្តឹងស្បែកមុខជួយឲ្យស្បែកមុខយើងហ្នឹងកឡូស្អាតបំបត្តិស្នាមឲ្យខ្មៅឬក៏អាស្នាមមុនហ្នឹងណារូបមន្តនេះអាចជួយបំបត្តិបានណាបងប្អូនកុំភ្លេចអនុវត្តទាំងអស់គ្នារាល់ចម្ងល់ដែលបងប្អូនអាចដែលថាបងប្អូនអត់យល់អីបងប្អូនអាចសរសេរនៅក្នុង comment បន្ថែមទៀតនឹងខ្ញុំនឹងធ្វើការឆ្លើយតបចាសូមកុំភ្លេចចុច like និង subscribe ដើម្បីបានវីដេអូថ្មីបន្តទៀតណាចាសូមអរគុណសូមគោរពលា